អគ្គនាយកដ្ឋានបាទអគ្គនាយកនៃអគ្គនាយកដ្ឋានគយកម្ពុជាបានចេញមុខច្រានចោលនៅការអំពាវនាវសូមឲ្យពហិការទំនិញថៃត្រូវជជែកគ្នាទៀតហើយរឿងពហិការទំនិញថៃអគ្គនាយកដ្ឋានគយកម្ពុជាបញ្ជាក់ថាទំនិញតែ4ប្រភេទទេដែលរដ្ឋបិទមិនឲ្យថៃនាំចូលនោះដូច្នេះតើពាក់ព័ន្ធហើយនឹងជំទាស់នឹងយុទ្ធនាការធ្វើពហិការទំនិញថៃយ៉ាងណាខ្ញុំមានអត្ថបទ2មកបកប្រែជូនពេលនេះអត្ថបទទី1 The Cambodia Daily ចុះផ្សាយថា Cambodian Customs Chief pushes back against calls to boycott Thai goods បាទពាក្យពហិការហ្នឹងភាសាអង់គ្លេសគេប្រើពាក្យ boycott អគ្គនាយកដ្ឋានបាទអគ្គនាយកនៃអគ្គនាយកដ្ឋានគយកម្ពុជាបានចេញមុខច្រានចោលនៅការអំពាវនាវសូមឲ្យពហិការទំនិញថៃយ៉ាងម៉េចវិញបងប្អូនមេគយកម្ពុជាច្រានចោលនៅការអំពាវនាវឲ្យពហិការទំនិញថៃអញ្ចឹងបានន័យថាម៉េចឲ្យប្រើទំនិញថៃឬយ៉ាងណាបាទអត្ថបទនេះចុះផ្សាយ17វិច្ឆិកាឆ្នាំ2025 Cambodia's Director General of Customs គុនញឹមអគ្គនាយកគយកម្ពុជាលោកគុនញឹមបានច្រានចោលនៅការអំពាវនាវពីពលរដ្ឋកម្ពុជាមួយចំនួនដែលកំពុងតែជំរុញឲ្យធ្វើពហិការទូទាំងប្រទេសនៅទំនិញសៀមឬផលិតផលសៀមនោះ The campaign has been circulating យុទ្ធនាការពហិការទំនិញសៀមនេះបាននឹងកំពុងធ្វើចរាចរណ៍នៅពាសពេញបណ្ដាញសង្គមបន្ទាប់ពីមានការប៉ះទង្គិចគ្នានាពេលថ្មីនេះនិងទទួលបាននៅការគាំទ្រជាសាធារណៈដោយលោកជំទាវហ៊ុនស៊ីណាតដែលត្រូវជាប្អូនស្រីមែនទេប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនផងបាទរឿងពហិការនេះមិនមែនតែអ្នកតូចតាចធម្មតាទេសូម្បីតែលោកជំទាវហ៊ុនស៊ីណាតក៏លោកគាំទ្រឲ្យមានការធ្វើពហិការដែរ Speaking at the third Cambodia Customs Forum ថ្លែងនៅឯវេទិកាគយលើកទី3របស់កម្ពុជាកាលពីថ្ងៃ14ខែវិច្ឆិកានេះនោះលោកគុនញឹមបានថ្លែងថានាយកដ្ឋានគយfollow state policy បាទនាយកដ្ឋានគយហ្នឹងគឺអនុវត្តទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលហើយនាយកដ្ឋានគយហ្នឹងdoes not act មិនចាត់វិធានការមិនធ្វើការទៅតាមអារម្មណ៍ឬក៏សម្ពាធអនឡាញទេតែបញ្ជាក់អញ្ចឹងណាបាទនាយកដ្ឋានគយកម្ពុជាហ្នឹងគឺអនុវត្តទៅតាមគោលនយោបាយរបស់រដ្ឋមិនធ្វើអ្វីឬក៏ចាត់វិធានការទៅតាមអារម្មណ៍ឬសម្ពាធអនឡាញឡើយ He said Cambodia is a member of the World Trade Organization លោកគុនញឹមបានថ្លែងថាកម្ពុជាជាប្រទេសសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនិងជាសមាជិកនៃសមាគមអាស៊ានដែលមានន័យថាទំនិញស្របច្បាប់របស់ថៃដែលមិនស្ថិតនៅលើបញ្ជីរដ្ឋបិទរបស់រដ្ឋាភិបាលទេនោះនៅតែមានសិទ្ធិស្របច្បាប់ដើម្បីនាំចូល He explained that the only items លោកគុនញឹមបានពន្យល់ថាវត្ថុឬទំនិញដែលបច្ចុប្បន្ននេះជាប់បម្រាមនោះគឺវាមានតែទំនិញយុទ្ធសាស្ត្រ4ប្រភេទប៉ុណ្ណោះដែលរដ្ឋាភិបាលរដ្ឋបិទមិនឲ្យនាំចូលកាលពីដើមឆ្នាំនេះ Everything else can still enter the market
ចឹងក្រៅពីទំនិញយុទ្ធសាស្ត្រដែលរដ្ឋាភិបាលហាម5 4ប្រភេទនោះអ្វីគ្រប់យ៉ាងតាំងពីមីតាំងពីប្រហិតទេចុះអ្វីគ្រប់យ៉ាងនៅតែអាចចូលចូលអីចូលទីផ្សារបានលោកបានបន្ថែមថាបញ្ហាប្រឈមនៅត្រង់ថាព្រំដែនកម្ពុជាថៃនៅតែបិទមិនទាន់បើកនៅឡើយដូច្នេះសូម្បីអ្នកដែលចង់នាំចូលក៏នៅតែមិនអាចនាំចូលបានលើកលែងតែតាមរយៈបណ្ដាញពន្ធចម្កាត់ឬក៏មានកម្រិតបាទខ្ញុំមិនយល់ដែរទេបាទតាមរយៈបណ្ដាញពន្ធកំណត់គុណញឹម set market demand លោកគុណញឹមបានបកស្រាយថាតម្រូវការទីផ្សារនៅទីបំផុតជាអ្នកសម្រេចទេជាអ្នកសម្រេចទេថាតើទំនិញថៃប៉ុណ្ណាអាចចូលនៅក្នុងប្រទេសកម្ពុជាបានបើអតិថិជនឈប់ទិញឬក៏កាត់បន្ថយការទិញការជាវនោះក្រុមហ៊ុននាំចូលគេនឹងកាត់បន្ថយនៅបរិមាណនាំចូលរបស់គេតាមនឹង He stressed that លោកគុណញឹមបានថ្លែងសង្កត់បញ្ជាក់ថាអារម្មណ៍របស់បុគ្គលហ្នឹងវាអារម្មណ៍របស់បុគ្គលគឺវាដាច់ដោយឡែកពីគោលការណ៍ច្បាប់ពីព្រោះថាមិនមានបទបញ្ញត្តិណាបង្ខំឲ្យប្រជាពលរដ្ឋកម្ពុជាទិញឬពហិការទំនិញថៃទេក្រៅពីអីក្រៅពីទំនិញឬក៏វត្ថុដែលត្រូវបានរដ្ឋាភិបាលនឹងហាម5ជាផ្លូវការនោះបាទអញ្ចឹងគាត់និយាយសម្រួលថាវាអត់មានច្បាប់ទេបង្ខំឲ្យទិញឬពហិការវាអត់មានទេ The boycott movement emerge គួររំលឹកថាចលនាធ្វើពហិការបែរមុខចេញពីផលិតផលថៃឬសៀមហ្នឹងវាកើតឡើងវាមិនមែនកើតឡើងឯងទេវាលេចឡើងបន្ទាប់ពីភាពតានតឹងកើនឡើងនៅថ្ងៃ28ឧសភាអានឹងយើងដឹងកាលពីលោកសួនរ៉ូនបាទហើយនឹងកើនឡើងម្ដងទៀតថ្ងៃ24មិថុនាហើយនៅទីបំផុតហ្នឹងវាឈានដល់24មិថុនាហ្នឹងឈានដល់ចំនួន5ថ្ងៃនៅក្នុងខែកក្កដា Cambodians began refugeeing ប្រជាពលរដ្ឋកម្ពុជាចាប់ផ្ដើមពហិការបាទការនាំចូលផលិតផលថៃចំណែកឯថៃហ្នឹងក៏គេបញ្ឈប់ផ្អាកការនាំចូលពីកម្ពុជាវិញដែរ On July 16 នៅថ្ងៃ16ខែកក្កដានេះអាជ្ញាធរគយកម្ពុជាបាទកក្កដាយូរហើយមិនមែននេះទេបាទកាលពីថ្ងៃ16ខែកក្កដាអាជ្ញាធរគយកម្ពុជាបានសម្រេចហាម5ការនាំចូលនៅបន្លែបង្ការផ្លែឈើប្រេងឥន្ធនៈនិងឧស្ម័នពីថៃ 1 2 3 4នេះបងប្អូនណានេះអា4ប្រភេទនេះអា4ប្រភេទនេះដូចអត់មានមីផងហ្នឹងមែនទេបន្លែផ្លែឈើប្រេងឧស្ម័នដូចអត់មានហាមមីទេបាទរោទិញមីអត់មាន Senate President Hun Sen then announced បន្ទាប់មកទៀតប្រធានព្រឹទ្ធសភាគឺលោកហ៊ុនសែនបានប្រកាសផ្អាកការនាំចូលជាយុទ្ធសាស្ត្រក្នុងនោះរួមមានអូខេនាំភ្លើងអគ្គិសនីបាទ electricity ភ្លើងអគ្គិសនីអ៊ីនធឺណិតបាទ internet បាទ fuel ប្រេងឥន្ធនៈឧស្ម័នហើយក៏បញ្ចប់ការចាក់ផ្សាយអាដែងរឿងថៃនៅតាមប៉ុស្តិ៍ទូរទស្សន៍កម្ពុជាឬនៅក្នុងប្រទេសកម្ពុជាផងដែរ Despite those measures some good ធ្វើបើមានវិធានការបែបនឹងក្តីទំនិញសៀមខ្លះទំនិញខ្លះដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុនដែលមានខ្សែក្រាស់បងប្អូនទំនិញខ្លះដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុនដែលមានខ្សែក្រាស់នៅតែបន្តហូរចូល
ព្រំដែនឬក៏ឆ្លងកាត់ព្រំដែនបានក៏ហើដូចជា steal from a company owned by ទីបាញ់មិនដឹងទីបាញ់ឬទីបាញ់ណានេះគេដាក់ទីបាញ់អញ្ចឹងបាទដូចជារឿងដែកថែបដែលនាំចូលពីក្រុមហ៊ុនមួយហើយម្ចាស់ក្រុមហ៊ុនឈ្មោះទីបាញ់អញ្ចឹងទីបាញ់ថាជាមិនមែនសម្ដេចវិជ័យសេនាទេបាទទីបាញ់តាមព័ត៌មានថាចូលតាមកោះកុងបាទដែកថៃនោះចូលតាមកោះកុងចំណែកប្រភេទស្បែកសត្វបាទហើយស្លាយនេះប្រភេទស្បែកសត្វដែលដឹកឆ្លងកាត់ថៃពីឥណ្ឌាមកហ្នឹងមកលេចមុខនៅកម្ពុជាតាមអីតាមច្រកខេត្តបន្ទាយមានជ័យហើយតាមអីតាមក្រុមហ៊ុន business អាជីវកម្មមួយដែលមានតំណែងតំណងហ្នឹងបត្រាអូខេ development researcher មាសនេះអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គមមាសនេះបានថ្លែងថាការធ្វើពហិការបែបសងសឹក tit for tat ការធ្វើពហិការបែបសងសឹកនេះវាស្មើនឹងការខាតបង់សេដ្ឋកិច្ចរយៈពេលយូរណាបងប្អូនសម្រាប់ប្រទេសទាំងពីរលោកមាសនេះក៏ថាពហិការហ្នឹងវាប៉ះពាល់ទាំងពីរ He warned that លោកបណ្ឌិតមាសនេះបានព្រមានថាសេដ្ឋកិច្ចកម្ពុជានៅមិនទាន់រឹងមាំនៅឡើយទេអានឹងសូមជ្រាបសេដ្ឋកិច្ចកម្ពុជាអត់ទាន់រឹងមាំនៅឡើយទេដើម្បីត្រួតត្រងណាបាទវាអត់ទាន់រឹងមាំល្មមថាត្រួតត្រងពហិការទ្រង់ទ្រាយធំបាទប្រត់ហ្នឹងធំហ្នឹងបានទេអញ្ចឹងក្រោយពីពហិការទំនិញថៃប្រជាពលរដ្ឋកម្ពុជាមានស្អីមានតែងាកទៅប្រើផលិតផលវៀតណាម made in Vietnam Trade figures show Cambodia exported បើតាមតួលេខពាណិជ្ជកម្មបង្ហាញឲ្យឃើញថាកម្ពុជានាំចូលទំនិញអាហ្នឹងនាំចេញសំទោសបាទ exported នាំចេញបើតាមតួលេខពាណិជ្ជកម្មបង្ហាញថាកម្ពុជានាំចេញនៅទំនិញបាទទំនិញដែលទៅថៃបាទនាំចេញទំនិញទៅថៃគិតជាទឹកប្រាក់ជិត$600 លានឆ្នាំនេះ$600 លានធ្លាក់ចុះពីសំទោសបាទធ្លាក់ចុះ10កណ្ដោះសញ្ញា7%ចំណែកការនាំចេញពីថៃមកកម្ពុជាវិញមានចំនួនទឹកប្រាក់សរុបជាង2កណ្ដោះសញ្ញា3000 លានច្រើនណាបងប្អូនហើយធ្លាក់ចុះ 7.6% បាទចប់អត្ថបទមួយចូលអត្ថបទមួយទៀតថៃគេយកទៅចុះផ្សាយថាម៉េចបាទកៅសូតអ៊ីងលីសគេចុះផ្សាយថាសម្ដេចហ៊ុនសែនគេថាលោកហ៊ុនសែនព្រមានថៃថាកុំភ្លេចឲ្យសោះថាអតិថិជនជាស្ដេចណាថៃគេយកទៅផ្លែផ្កាគេថាកុំភ្លេចប្រសាសន៍សម្ដេចព្រមានថាកុំភ្លេចអតិថិជនជាស្ដេចអញ្ចឹងកម្ពុជាទិញទំនិញថៃក្នុងមួយឆ្នាំគិតជាទឹកប្រាក់160,000 លានបាតច្រើនណាបាទកម្ពុជាទិញទំនិញថៃក្នុងមួយឆ្នាំបាទជារៀងរាល់ឆ្នាំហ្នឹងគឺ160,000 លានបាតហើយក្រុមហ៊ុនថៃបាទអ្នកផលិតថៃបាទក្រុមហ៊ុនផលិតទំនិញរបស់ថៃពេលនេះកំពុងតែខាតបង់ប្រាក់ចំណូលដោយសាររឿងពហិការរបស់កម្ពុជាបានថៃគេចុះផ្សាយថាលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាកម្ពុជានឹងបានពមៀនថៃនៅថ្ងៃច័ន្ទនេះថាអតិថិជនជាស្ដេចដោយលោកបានថ្លែងសង្កត់បញ្ជាក់ថាកម្ពុជានាំចូលនៅទំនិញពីប្រទេសថៃក្នុងមួយឆ្នាំហ្នឹងគឺទឹកប្រាក់ជាង$5,000 លានអាមេរិក160,000 លានបាតណាបាទលោកហ៊ុនសែនបានថ្លែងយ៉ាងដូចនេះនៅថ្ងៃនេះ17វិច្ឆិកាក្នុងអំឡុងពេលនៃអនុសង្វចរៈលើកទី33បាទគឺថាជាការប្រជុំសង្ឃថ្នាក់ជាតិបាទអនុសង្វចរៈហ្នឹងនៅវិទ្យាស្ថានជាតិ
và bần đỏ bần đá nơi thìក្រុងភ្នំពេញដោយលោកហ៊ុនសែនបានបញ្ជាក់ថាទោះបីជាតម្លៃនៃការនាំចូលវាហាក់ដូចជាមិនច្រើនសម្រាប់ប្រទេសថៃទាំងមូលក៏ដោយចោះក៏វាសំខាន់ដែរណាវាសំខាន់ដែរសម្រាប់កសិករថៃហើយនិងក្រុមហ៊ុនផលិតរបស់ថៃដែលកំពុងតែខាតបង់ប្រាក់ចំណូលដោយសារតែរឿងភាពតានតឹងរវាងប្រទេសទាំងពីរនិងដោយសារតែយុទ្ធនាការនៅកម្ពុជាពហិការមិនប្រើប្រាស់ទំនិញរបស់ថៃបានថៃគេចុះផ្សាយថាកុំភ្លេចដែលកុំភ្លេចថាអតិថិជនជាស្ដេចអតិថិជនជាស្ដេចទីផ្សារកម្ពុជាហើយនិងទំហំទំនិញរបស់កម្ពុជាដែល imported បាទដែលនាំចូលពីថៃហ្នឹងមិនជា small ទេមិនតូចប្រមាណទេមានន័យអញ្ចឹងមិនតូចប្រមាណទេទោះបីជា 5,000 លានបាតក្នុងមួយឆ្នាំក៏ដោយវាហាក់ដូចជាតូចសម្រាប់ប្រទេសថៃណាទោះជា 5,000 លានបាតនេះបែរតែទោះជា 5,000 លានបាតនេះវាតូចសម្រាប់ថៃមែនប៉ុន្តែវាមិនតូចទេសម្រាប់ប្រជាជនថៃដែលកំពុងបាត់បង់ប្រាក់ចំណូលបាទរឿងបន្លែបង្ការផ្លែឈើផលិតផលផ្សេងដែលប្រុងនាំមកកម្ពុជាហ្នឹងគឺតែมันអាចលក់ដាច់ទេมันអាចលក់បានទេប៉ុន្តែត្រូវតែយកទៅថៃវិញពីព្រោះអីព្រោះប្រជាជនកម្ពុជាកំពុងធ្វើបេក្ខការផលិតផលថៃអាហ្នឹងវាអញ្ចឹងបានមតិយោបល់ចូលទៅ comment របស់ប្រាវិតរោចាផាណាប្រូកហ្នឹងគាត់លើកឡើងថាវាជារឿងអកុសលដែរការគំរាមកំហែងដែលធ្វើឡើងដោយលោកហ៊ុនសែនបែបនេះវាមិនទំនងជាធ្វើឲ្យពួកជនជ្រុលនិយមថៃនឹងបាទមានន័យថាវាមានតែការគំរាមកំហែងដែលលោកហ៊ុនសែនធ្វើឡើងនេះវាមានតែធ្វើឲ្យជនជ្រុលនិយមថៃនឹងកាន់តែឃ្លាវខ្លារស់រវើកថែមទៀតដើម្បីអីដើម្បីវាយប្រហារផ្នែកយោធាម្ដងទៀតបានន័យថាពួកជ្រុលនិយមគេមិនខ្លាចទេគេមិនខ្វល់ទេគេមិនខ្វល់អារឿងការនាំចេញរបស់ថៃទៅសហរដ្ឋអាមេរិកហើយតាមពិតទៅគេមិនញញើតទេសារលោកហ៊ុនសែនបែបនេះពួកជ្រុលនិយមថៃគេមិនញញើតទេយើងចាំបាច់ត្រូវបដៅទៀតយើងចាំបាច់ត្រូវប្រើភាសាសម្រោះសម្រួលយើងសម្រោះសម្រួលទៅណាចាំបាច់និយាយអញ្ចឹងថៃថាសម្រោះសម្រួលទៅហើយហ្នឹងហើយ accommodation ណាបាទការសម្របសម្រួលសម្រោះសម្រួលគ្នាទៅវិញទៅមកហើយរោគដំណោះស្រាយឈ្នះឈ្នះវានិយាយឲ្យតែល្អស្ដាប់អញ្ចឹងទេថៃបានថៃគេលើកឡើងថាឧទាហរណ៍ថាថៃហ្នឹងថៃតាមពិតមានចំនួនភ្ញៀវទេសចរមួយក្រុមធំដែលមកកម្ពុជាក្នុងឆ្នាំ2024គេចង់និយាយថាថៃហ្នឹងគឺគេមានភ្ញៀវទេសចរបរទេសហ្នឹងមកកម្ពុជាក្នុងឆ្នាំ2024មកក្រុមធំហើយប្រជាជន1.9 លានអ្នកជាង1លានអ្នកជិត2លានអ្នកហ្នឹងបានមកលេងប្រទេសកម្ពុជាចន្លោះខែមករាដល់ខែវិច្ឆិកាឆ្នាំ2024ហើយអានេះគេចង់និយាយថាថៃច្រើនណាហើយបន្ទាប់មកវៀតណាមពី1.2 លានអ្នកក្នុងអំឡុងពេលដូចគ្នាហ្នឹងបានចុងក្រោយអាប់ដេតព័ត៌មានថាភ្នំពេញប៉ុស្តិ៍បានបញ្ជាក់ពីរបាយការណ៍ដែលខ្លួនចុះផ្សាយថ្ងៃនេះថាលោកហ៊ុនសែនបានថ្លែងបញ្ជាក់ថាទំនិញដែលផលិតនៅក្នុងប្រទេសកម្ពុជាដោយអាជីវកម្មថៃបាទអាជីវកម្មដែលមានតកែថៃហ្នឹងនឹងមិន excluded នឹងមិនរាប់បញ្ចូលពីការពហិការទេណាអាហ្នឹងគេចុះផ្សាយអាប់ដេតបាទអញ្ចឹងព័ត៌មានហ្នឹងខ្ញុំជូនប៉ុណ្ណឹងចុះបាទ